ប្អូនបានដឹងហើយមួយរយៈចុងក្រោយនេះឃើញថាមានការបទាយបន្ទងគ្នាខ្លាំងមែនទែនរវាងតាហ៊ានខ្មែរក៏ដូចជាតាហ៊ានថៃទៅលើរឿងបញ្ហាប្រាសាទតាមាន់នៅលើបណ្ដាញសង្គមមានការវែកញែកជាច្រើនដូចគ្នា BTTV ជាចំណែកដ៏ធំមួយក្នុងការចែករំលែកចំណេះដឹងយ៉ាងសម្បូរបែបជូនដល់ប្រជាជនខ្មែរដោយបងប្អូនបានដឹងហើយអ្នកដែលនៅក្នុងបណ្ដាញសង្គមក៏មានការចែករំលែកក៏ដូចជាមានការវែកញែកជាច្រើនទៅលើប្រាសាទតាមាន់ថ្ងៃនេះនាងខ្ញុំលើកយកខមមិន2ដែលបងប្អូនគាត់បានខមមិនទី1គាត់បានលើកឡើងថាអញ្ចឹងហើយបានជាចោលសៀមនឹងចង់បានណាស់ហើយនឹងបងម្នាក់ទៀតនេះគឺបានលើកឡើងដែរថាអញ្ចឹងហើយបានសៀមឬក៏យួនចង់បានអញ្ចឹងត្រឡប់មកវិញបងប្អូនដូចបងប្អូនបានដឹងហើយប្រាសាទតាមាន់នេះគឺជាទីតាំងភូមិសាស្ត្រដែលស្ថិតនៅក្នុងប្រទេសកម្ពុជារបស់យើងទេថ្ងៃនេះនាងខ្ញុំក៏ជម្រាបជូនបន្ថែមទៀតសម្រាប់បងប្អូនដែលអត់ទាន់បានដឹងច្បាស់អំពីប្រាសាទតាមាន់នេះបងប្អូនទាំងអស់គ្នាយើងឃើញថាប្រាសាទតាមាន់នេះគឺជាប្រាសាទមួយដែលកសាងឡើងនៅក្នុងសតវត្សទី11ចាហើយប្រាសាទមួយនេះផងដែរក៏បានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទេពទី1ផងដែរបងប្អូនចំពោះតួប្រាសាទទាំងអស់គឺកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះឥសូរដោយឡែកបើយើងមើលសំណង់ស្ថាបត្យកម្មអីផ្សេងបងប្អូនដែលទៅសៀមរាបបងប្អូនដូចបានឃើញហើយគឺជារចនាបថតែមួយទៅនឹងប្រាសាទបាយ័ននឹងឯងសូមជម្រាបបងប្អូនដូចគ្នាដែរថាប្រាសាទនេះគឺមានទីតាំងនៅភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជារបស់យើងនោះទេបងប្អូនប្រាសាទនេះគឺនៅឆ្ងាយបងប្អូនកម្រមានបងប្អូនដែលបានទៅសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រាសាទមួយនេះណាអញ្ចឹងហើយភាគច្រើនបងប្អូនមួយចំនួនក៏ដូចជាភ្ញៀវមួយចំនួនគឺគាត់តែងតែចាប់អារម្មណ៍ដូចជាប្រាសាទទៅនៅខេត្តសៀមរាបអីចឹងទៅពុកម៉ែអញ្ចឹងក្នុងនាមយើងជាកូនខ្មែរទាំងអស់យើងគួរតែសិក្សាស្វែងយល់ឬក៏ទៅសិក្សាបន្ថែមទៅដល់ផ្ដិតយកនៅរូបភាពនៃប្រាសាទនេះផងដែរបងប្អូនដើម្បីជាការផ្សព្វផ្សាយមួយក៏ដូចជាចំណែកមួយនៅក្នុងការឲ្យមានការដឹងឮក៏ដូចជាឲ្យមានគេស្គាល់បន្ថែមទៀតឲ្យដឹងថាប្រាសាទតាមាន់នេះគឺជាប្រាសាទរបស់ខ្មែរយើងតាំងពីដូនតាមកម្លេះបងប្អូនមកទល់ពេលនេះគឺនៅតែមានអ្នកចិត្តខាងនៅតែចង់បានដែលជារបស់ខ្មែរយើងអញ្ចឹងឯងអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរកូនខ្មែរទាំងអស់បញ្ញវន្តអីផ្សេងគឺគួរតែមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅលើប្រាសាទមួយនេះដែរដោយបងប្អូនបានដឹងហើយមករយៈចុងក្រោយនេះគឺមានការប្រទាយបន្ទងគ្នាខ្លាំងមែនទែនជាមួយនឹងប្រាសាទតាមាន់នេះបងប្អូនជាពិសេសហ្នឹងគឺខាងតាហ៊ានថៃតាហ៊ានខ្មែរហ្នឹងក៏មានដូចជាប្រើប្រាស់ពាក្យសម្ដីធ្ងន់ដែរឬថាចង់បានចង់អីអញ្ចឹងទៅបងប្អូនប៉ុន្តែយើងជាកូនខ្មែរយើងត្រូវតែដឹងថារបស់នេះមិនមែនជារបស់អ្នកណាទេគឺជាបុព្វបុរសខ្មែរយើងដែលបន្សល់ទុកឲ្យកូនចៅចំនួនក្រោយទេអញ្ចឹងក្នុងនាមយើងជាកូនខ្មែរយើងត្រូវតែខិតខំផ្សព្វផ្សាយខិតខំចែករំលែកនៅអ្វីដែលជារបស់ខ្មែរយើងកុំឲ្យអ្នកខ្លះអ្វីដែលមានប្រយោជន៍គឺអត់មានការចែករំលែកមានការ share ទេតែបើរឿងអត់ប្រយោជន៍គឺមានការ share មានការអីចឹងទៅមួយវិញទៀតបងប្អូនទាំងអស់គ្នាដូចជាថ្ងៃនេះដែរចាឃើញថារដ្ឋមន្ត្រីការពារជាតិកម្ពុជានិងថៃបានជួបជជែកពិភាក្សាគ្នាអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅទីក្រុងបាងកកដូចគ្នាដោយក្នុងនោះគឺឯកឧត្តមទាសីហាឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃទៅទស្សនកិច្ចផ្លូវការនិងចូលរួមប្រជុំកិច្ចប្រជុំចង្អៀតបងប្អូននិងចូលរួមកិច្ចប្រជុំចង្អៀតនៅទីស្តីការក្រសួងការពារជាតិថៃនៅទីក្រុងបាងកកប្រទេសថៃនៅថ្ងៃនេះផ្ទាល់តែម្ដងបងប្អូននេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីការពារជាតិនៅកម្ពុជាលើទំព័រ Facebook នារសៀលថ្ងៃទី1ខែឧសភាឆ្នាំ2025នេះ